តោះអញ្ចឹងឥឡូវយើងមកសិក្សាអំពី pin in ដំបូងយើងត្រូវសិក្សាអំពីព្យញ្ជនៈសិនព្យញ្ជនៈគឺមាន23តួអានថាសង្មូព្យញ្ជនៈអញ្ចឹងឥឡូវនេះយើងមករៀនអានទាំងអស់គ្នាសម្រាប់ព្យញ្ជនៈទី1អក្សរ B អានថាពព្យញ្ជនៈទី2អក្សរ P អានថាហព្យញ្ជនៈទី3អក្សរ M អានថាមព្យញ្ជនៈទី4អក្សរ F អានថាហ្វអ្នកទាំងអស់គ្នាដើម្បីឲ្យស្រួលចាំអាចរៀនឲ្យចាំម្ដងមកជួរសិនថាជួរទី1ហ្នឹងមានប្រមាណអក្សរមានសំឡេងអីខ្លះមានអក្សរអង់គ្លេសអីខ្លះអញ្ចឹងនៅពេលដែលបងប្អូនរៀនបងប្អូនត្រូវមានប៊ិចមានសភៅដើម្បីយកមកកត់ចំណាំហើយកុំភ្លេចរៀនអានឲ្យបានច្រើនដងតើសេឲ្យបានច្រើនដងបន្ទាប់មកទាញសភៅយកមកកត់រៀនអានរៀនសរសេរឲ្យចេះចាំសុំចូលជួរទី2តោះយើងរៀនអានព្យញ្ជនៈយើងឡើងវិញពចូលដល់ជួរទី2មាន7អក្សរអក្សរ D នេះអានថាទឿអក្សរ T ធឿអក្សរ N នអក្សរ L លអក្សរ G កអក្សរ K ខអក្សរ H ហអញ្ចឹងយើងសរុបមកវិញទឿធឿនលកខទឿធឿនលកខបើសិនជាអាចបងប្អូនសូត្រអត់មើលហើយព្យាយាមសូត្រឲ្យចាំមាត់ទឿធឿនលកខតោះបងប្អូនចាំនៅបើសិនជាចាំហើយយើងចូលជួរបន្តទៀតសម្រាប់ជួរទី3នេះគឺមានតែ3អក្សរទេអក្សរ J នេះអានថាជីអក្សរ Q អានថាឈីអក្សរ H អានថាស៊ីជីឈីស៊ីបងប្អូនព្យាយាមសូត្រឲ្យអត់មើលទន្ទិញវាឲ្យចាំបន្ទាប់មកកត់ចូលសៀវភៅតោះម្ដងទៀតជីឈីស៊ីតោះបងប្អូនចាំនៅបើសិនជាចាំហើយតោះយើងចូលជួរបន្តទៀតហើយសម្រាប់ជួរទី4គឺមានចំនួន7អក្សរដែរហើយសំឡេងរបស់វាគឺសំឡេងអញ្ចឹងទាំងអស់គ្នាស្ដាប់លោកsưសូនភាសាសិនតោះយើងចូលទៅជួរទី5ម្ដងសម្រាប់ជួរទី5មានតែ2អក្សរទេអក្សរ Y ហើយនិងអក្សរ W អក្សរ Y នេះអានថាអ៊ីអក្សរ W នេះអានថាអូអ៊ីអញ្ចឹងយើងមករំលឹកម្ដងទៀតពីជួរទី1មកពផមហ្វទឿធឿនលកខជីឈីស៊ីអូខេអញ្ចឹងសម្រាប់សឹងមូរបស់យើងគឺបានបញ្ចប់ត្រឹមនេះសឹងមូរបស់យើងគឺមានចំនួន23តួព្យាយាមសរសេរវាឲ្យចាំដៃហើយសូត្រវាឲ្យចាំមាត់ហើយចាំជួបគ្នានៅវីដេអូបង្រៀនបន្តទៀតបាយបាយ